រឿងខ្មោចបំពេកូននៅជនបទដាច់ស្រយាលមួយកន្លែងមានព្រៃឫស្សីដ៏សែនក្រាស់ដែលគេធ្លាប់ដឹងថាជាទីតាំងផ្ទះឈើតូចមួយដែលជាទ្រព្យសម្បត្តិតែមួយគត់របស់ប្តីប្រពន្ធក្រីក្រពីរនាក់ប្តីឈ្មោះសុកជាអ្នករត់ម៉ូតូឌុបជារៀងរាល់ថ្ងៃគាត់បើកម៉ូតូឆ្លងកាត់ផ្លូវលំដ៏វែងឆ្ងាយឆ្ពោះទឹកខេត្តកំពង់ចាមប្រពន្ធរបស់គាត់ឈ្មោះស៊ីណាជាស្ត្រីមានផ្ទៃពោះជិតគ្រប់ខែនៅចាំប្តីត្រឡប់មកវិញជាមួយនឹងប្រាក់កាក់ដ៏តិចតួចពីការងាររត់ម៉ូតូឌុបថ្ងៃមួយសុកបើកម៉ូតូទៅកំពង់ចាមដូចធម្មតាតែគាត់មិនបានត្រឡប់មកផ្ទះវិញនោះទេនៅតាមផ្លូវស្ងាត់ក្រុមចោរបានវាយប្លន់យកម៉ូតូរបស់គាត់ទុកឲ្យគាត់ស្លាប់ដោយឈាមហូរសស្រាក់ជោកខ្លួនយប់នោះដែរមេឃភ្លៀងធំខ្លាំងណាស់ហើយស៊ីណាចាប់ផ្ដើមឈឺពោះឆ្លងទន្លេអ្នកភូមិបាននាំគ្នាមកជួយតែគ្មានគ្រូពេទ្យគ្មានថ្នាំហើយផ្ទះនៅឆ្ងាយពីមន្ទីរពេទ្យខ្លាំងពេកកណ្ដាលរាត្រីស៊ីណានិងទារកក្នុងផ្ទៃបានស្លាប់ទាំងអស់ក្នុងទុក្ខវេទនាសំឡេងស្រែកយំដ៏អន្លង់អន្លូចរបស់នាងបានបន្លឺឡើងហើយបាត់ទៅវិញជាមួយនឹងខ្យល់រាត្រីដ៏ត្រជាក់បន្ទាប់ពីហេតុការណ៍ផ្ទះតូចនៅក្នុងព្រៃឫស្សីត្រូវបានគេបោះបង់ចោលអ្នកភូមិចាប់ផ្ដើមនិយាយអំពីរឿងចម្លែកដែលកើតឡើងនាពេលរាត្រីពួកគេបានឮសំឡេងទារកយំល្វើយដែលធ្វើឲ្យអ្នកដែលឮនោះញ័រខ្លួនព្រឺក្បាលខ្ញាក់អ្នកខ្លះឃើញស្រមោលស្ត្រីម្នាក់អង្គុយអោបកូននៅក្រោមឫស្សីដោយភ្នែកសស្លាំងអ្នកភូមិគ្រប់គ្នានាំគ្នាភ័យខ្លាចគ្មាននរណាម្នាក់ហ៊ានដើរឆ្លងកាត់ព្រៃឫស្សីនោះទេ30ឆ្នាំក្រោយមកព្រៃឫស្សីនោះបានដុះណែនណាន់តាន់តាប់ក្របដណ្ដប់ផ្ទះចាស់រហូតស្ទើរមើលមិនឃើញសំឡេងរបស់ពេលកូនបានស្ងប់ស្ងាត់ជាយូរមកហើយធ្វើឲ្យអ្នកភូមិថ្មីចាប់ផ្ដើមភ្លេចរឿងនិទានខ្មោចថ្ងៃមួយមានបុរសម្នាក់ឈ្មោះវុធីដែលជាអ្នកកាប់ឫស្សីលក់បានសម្រេចចិត្តចូលទៅក្នុងព្រៃឫស្សីនោះគាត់គិតថាឫស្សីទាំងនោះអាចលក់បានលុយច្រើនគាត់កាប់ឫស្សីជាច្រើនថ្ងៃដឹកទៅលក់អស់រាប់រយដើមដោយមិនខ្វល់ពីពាក្យចចាមរាមយប់មួយបន្ទាប់ពីវិធីកាប់ឫស្សីព្រៃស្ទើរតែអស់សំឡេងបំពេកូនបានឮឡើងជាថ្មីវាមិនមែនជាសំឡេងធម្មតាទេតែជាសំឡេងដ៏លន្លង់លន្លោចលាយឡំជាមួយនឹងខ្យល់ត្រជាក់ធ្វើឲ្យអ្នកភូមិភ្ញាក់ព្រឺតពីមួយថ្ងៃទៅមួយថ្ងៃសំឡេងនោះកាន់តែខ្លាំងទៅហើយចម្លែកជាងនោះទៅទៀតអ្នកខ្លះបានឃើញស្រមោលទារកមួយលូនតាមដើមឫស្សីដៃចង្អុលទៅវុធីចាប់ផ្ដើមសុបិនអាក្រក់រាល់យប់គាត់ឃើញស្ត្រីសស្លាំងម្នាក់ឈរនៅចុងគ្រែរបស់គាត់អោបទារកដែលគ្មានភ្នែកនាងនិយាយស្ដីដោយសំឡេងល្វើយថាឯងយកផ្ទះខ្ញុំទៅអស់ឥឡូវឯងត្រូវសងជីវិតវុធីភ័យខ្លាចខ្លាំងណាស់ព្យាយាមប្រាប់អ្នកភូមិតែគ្មាននរណាជឿទេពួកគេគិតថានេះគ្រាន់តែជាសុបិនអាក្រក់របស់វុធីប៉ុណ្ណោះរាត្រីមួយភ្លៀងធ្លាក់ខ្លាំងវុធីបានរត់ចេញពីផ្ទះស្រែកមកថាមានវិញ្ញាណតាមដេញលងបន្លាចគាត់អ្នកភូមិឮសំឡេងគាត់បន្លឺឡើងបន្ទាប់មើលក៏ស្ងាត់សូន្យព្រឹកឡើងពួកគេឃើញគាត់ស្លាប់នៅក្នុងព្រៃឫស្សីដៃកាន់ពូថៅភ្នែកបើកចំហដោយភាពភ័យខ្លាចនៅជុំវិញគាត់មានស្នាមជើងទារកតូចដោយជាប់នឹងផុកនៅក្បែរនោះចាប់ពីពេលនោះមកអ្នកភូមិគ្មាននរណាហ៊ានចូលទៅជិតព្រៃឫស្សីនោះទេសំឡេងបំពេកូននៅតែបន្លឺឡើងជារៀងរាល់យប់ពិសេសគឺយប់ពេញបរមីដូចជាការក្រើនរំលឹកថា
ខ្មោចម្ដាយនិងកូននៅតែនៅទីនោះចាំថែរក្សាផ្ទះចាស់របស់ពួកគេជារៀងរហូត